ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកំណត់ password របស់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធដោយជាដំបូងត្រូវចូលទៅក្នុង tool ឬរើសពាក្យថា maintain user ហើយនេះគឺជា user ដែលខ្ញុំបានបង្កើតរួចដែលខាងលើនេះជា user code និងខាងក្រោមជា username អញ្ចឹងខ្ញុំនឹងធ្វើការ reset នៅ password ថ្មីដោយចុច more នៅត្រង់កន្លែងនេះរួចចុចពាក្យ reset password បន្ទាប់មក copy password to clipboard ដោយចុច OK ហើយយើងធ្វើការ log on នេះគឺជា log on screen របស់យើងត្រង់កន្លែង user នេះយើងត្រូវដាក់ user code ដែលយើងបានបង្កើតរួចបន្ទាប់មក pass នៅ password ដែលយើងបាន copy មុននឹងចូលហើយចុច log on បន្ទាប់មក system នឹងប្រាប់ថា password នឹងអស់សុពលភាពតម្រូវឲ្យយើងដាក់នៅ password ថ្មីអញ្ចឹងយើងចុច yes ហើយ pass នៅ password ម្ដងទៀតរួចបញ្ចូលនៅ password ថ្មីរបស់យើងនឹងចុច OK ជាការស្រេចហើយយើងអាចមើលនៅខាងក្រោមនេះថាតើយើងកំពុងតែប្រើប្រាស់នៅ user មួយណាជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននៅចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ